មកអាននៅអត្ថបទបាទទី10នៅក្នុងសៀវភៅស្រីហេតោប្រទេសភាគទី4ឈ្មោះសន្តិភាពគឺរឿងសីហៈក្អែកខ្លាចចកនិងអូតដែលមានខ្លឹមសារដូចតទៅនៅអរញ្ញប្រទេសមួយមានសីហៈឈ្មោះមេណូតកដាក់សីហៈនេះមានបរិវារ3នាក់គឺក្អែក1ខ្លា1និងចចក1ថ្ងៃមួយតមកក្នុងពេលដែលកំពុងត្រាច់ចរកអាហារសត្វទាំង3នេះបានឃើញអូតមួយហើយសួរថាណែអូតឯងបែកចាត់ខ្ចាយចេញមកពីក្បួនប្រទេសឯណារួចទៅណានឹងអូតនឹងក៏រៀបរាប់ព្រឹត្តិហេតុខ្លួនប្រាប់តាំងពីដើមដល់ចប់កាលនោះសត្វទាំងនោះនាំអូតទៅប្រគល់ឲ្យសីហៈជានាយសីហៈក៏ឲ្យអភ័យវាចាហើយដាក់ឈ្មោះថាតកោរណាអនុញ្ញាតឲ្យនៅក្នុងសំណាក់ខ្លួនតទៅចំណេរតមកសីហៈឈឺរាងកាយស្គាំងស្គមណាមួយភ្លៀងធ្លាក់មកជោគជាំខ្លាំងមិនអាចដើរស្វះស្វែងរកចំណីអាហារបានសត្វទាំងឡាយមានខ្លាជាដើមក៏និយាយប្រឹក្សាគ្នាថាម្ចាស់យើងនឹងសម្លាប់អូតធ្វើជាចំណីអាហារបានយ៉ាងណាយើងត្រូវគិតអានឲ្យច្បាស់យើងសម្លាប់យ៉ាងនោះប្រយោជន៍អ្វីនឹងសត្វស៊ីបន្លាជាចំណីអាហារនេះបើដូច្នោះតើយើងនឹងសម្លាប់ដូចម្ដេចកើតក្អែកពោលថាសម័យនេះម្ចាស់យើងទន់ខ្សោយកម្លាំងណាស់ទៅហើយបើទុកជាបាបក៏លោកហ៊ានធ្វើដែរព្រោះថាលេខ55ស្រីភាពដែលអត់ឃ្លានហើយសូម្បីកូនឯងក៏លះបង់ចោលពស់ដែលអត់ឃ្លានហើយសូម្បីពងឯងក៏ស៊ីនរណាណោដែលត្រូវទុក្ខវេទនាដោយអត់ឃ្លាននឹងមិនហ៊ានធ្វើបាបនរជនទាំងឡាយដែលអត់ឃ្លានហេវកម្លាំងហើយនឹងត្រឡប់ទៅជាមនុស្សឥតករុណាលេខ56មនុស្សស្រវឹងស្រាមនុស្សឈួតមនុស្សកាចកំរោលមនុស្សអស់កម្លាំងមនុស្សក្រោតមនុស្សអត់ឃ្លានមនុស្សល្មោកមនុស្សខ្លាចមនុស្សរហ័សផ្លែកនិងមនុស្សបរិភោគកាមមនុស្សទាំងអស់នេះមិនចេះធម៌ទេសត្វទាំងឡាយគិតគូរគ្នាឃើញដូច្នេះហើយក៏បបួលគ្នាទៅកាន់សំណាក់សីហៈបាទសីហៈសួរថាបានអ្វីជាអាហារបរិភោគឬទេថ្ងៃនេះសត្វទាំងឡាយឆ្លើយប្រាប់ថាយើងខ្ញុំទាំងអស់គ្នាខំប្រឹងស្វះស្វែងរកណាស់តែរកមិនបានសោះសីហៈសួរតទៅទៀតថាចុះធ្វើមិនដេចទៅឥឡូវនេះយើងនឹងរកអបាយចិញ្ចឹមជីវិតបានហ่ะឯងនិយាយប្រាប់ថាទេវៈមកពីលោកម្ចាស់លះបង់អាហារដែលមានក្នុងអំណាចលោកម្ចាស់បានជាសេចក្តីវិន័យចូលមកចិត្តដល់យើងគ្រប់គ្នាសីហៈសួរថាអាហារអ្វីណោដែលនៅក្នុងអំណាចយើងក្អែកចូលទៅចិត្តនិយាយខ្សឹបដាក់ត្រចៀកសីហៈថាចិត្តត្រកនេះឯងបាទអូតចិត្តត្រកនេះឯងសីហៈយកជើងជន់ដីហើយស្ទាបត្រចៀកទាំងពីរទៅពោលថាយើងបានឲ្យអភ័យវាចាហើយនឹងទៅធ្វើទារុណកម្មដូចម្ដេចកើតព្រោះថាលេខ57ការឲ្យផែនដីការឲ្យប្រាក់មាសការឲ្យគោការឲ្យបាយទឹកលោកមិនទាន់ហៅថាមហាទានទេបណ្ដាទានទាំងឡាយនេះអភ័យទានទើបលោកចាត់ថាជាមហាទានលេខ58ផលនៃអស្វមេធនាដែលអាចញ៉ាំងសេចក្តីទាំងពួងឲ្យសម្រេចបានផលនោះគឺបុគ្គលគប្បីបានក្នុងការរក្សាជនណាដែលមកសូមទីពឹងអូតលោកម្ចាស់មិនត្រូវសម្លាប់ដោយខ្លួនឯងទេគឺវាសុខចិត្តប្រគល់ខ្លួនវាឲ្យជាទានយ៉ាងណាយើងខ្ញុំទាំងឡាយនឹងធ្វើយ៉ាងនោះបាទឥឡូវខ្ញុំបញ្យលបន្តិចអស្វៈហ្នឹងអស្វមេធៈហ្នឹងគឺពាក្យបញ្យលគឺអក្វមេធៈបាទអនិងកជើងវោអក្វមេធៈគឺពិធីសម្លាប់សេះបូជាយញ្ញដែលប្រកាន់ជឿថាបានបញ្ញាភិនិហាដល់ក្រៃលែងរហូតបានជាស្ដេចទេវតានៅឋានត្រៃត្រឹងនឹងកន្លែងខាងលើខ្ញុំអានថាអស្វមេធៈបាទដល់ពេលខាងក្រោមលេខយោងហ្នឹងគឺអក្វមេធៈអក្វមេធៈបាទក្អែកពោលថាអូតលោកម្ចាស់មិនត្រូវសម្លាប់ដោយខ្លួនឯងទេគឺវាសុខចិត្តប្រគល់ខ្លួនវាឲ្យជាទានយ៉ាងណាយើងខ្ញុំទាំងឡាយនឹងធ្វើយ៉ាងនោះសីហៈនោះបានស្ដាប់ពាក្យក្អែកបញ្យលអបាយយ៉ាងនេះហើយក៏ទល់កំណត់នៅស្ងៀមកាលនោះក្អែកបានឱកាសនឹងប្រើអបាយកោក៏ទៅនាំយកសត្វទាំងឡាយឲ្យទៀតឲ្យចូលទៅកាន់សំណាក់សីហៈហើយនិយាយថាទេវៈយើងគ្រប់គ្នាប្រឹងស្វះស្វែងរកចាប់សត្វជាចំណីអាហារអស់ប៉ុណ្ណឹងហើយនៅតែមិនបានសោះឯលោកម្ចាស់អត់ឃ្លានអាហារមកយូរថ្ងៃដែរហើយបើដូច្នោះ
សូមលោកម្ចាស់ស៊ីសាច់យើងជាអាហារចុះព្រោះថាលេខ59ម៉ែនពិតកិច្ចការរដ្ឋបាលទាំងអស់មានលោកម្ចាស់ជាមូលជាទងជ័យដូចជានរជនដែលប្រយ័ត្នរក្សាដើមឈើព្រមទាំងគុលតែងបានផលសីហៈពោលថាការសុខចិត្តព្រមលះបង់ជីវិតប្រសើរតែការប្រព្រឹត្តធ្វើអំពើអាក្រក់ប្រកបដូច្នេះមិនប្រសើរឡើយចចកពោលដូចក្អែកទៀតសីហៈនិយាយតទៅទៀតថាទេកុំឡើយបាអើយកាលនោះខ្លានិយាយទៀតថាបើដូច្នោះសូមលោកម្ចាស់បរិភោគខ្ញុំចុះដើម្បីឲ្យលោកមានជីវិតសីហៈឆ្លើយដោយអស្ចារ្យក្នុងចិត្តថាក្នុងកាលណាក៏ដោយមិនមានអ្នកណានិយាយដូចឯងទេពាក្យឯងនិយាយនេះមិនគួរសោះឡើយពេលនោះអូតចិត្តកោដែលជាសត្វមានការជឿទុកចិត្តពីកំណើតក៏និយាយប្រគល់ខ្លួនដូចសត្វទាំងពួងដែរកាលដែលអូតនិយាយបរិច្ចាគប្រានស្ទើរតែមិនទាន់ផុតសម្ដីផងខ្លាស្ទុះផ្លែតទៅចាប់ហើយចិញ្ចែងផ្ទៃអូតសម្លាប់មួយរំពេចហើយចែកគ្នាស៊ីបំពេញផ្ទៃទៅអងព្រោះហេតុនោះបានជាខ្ញុំបានក្អែកមេខពណ៌ពោលថាទៀងណាស់ដូច្នេះជាដើមតមកព្រាមបានស្ដាប់ពាក្យអ្នកលេងទី3ទៀតទើបកំណត់ទុកដាច់ខាតថាមតិរបស់ខ្លួនខុសពិតហើយបោះទម្លាក់ប្រប៉ែនៅលើស្មាចោលបងដើរទៅងូតទឹកជំរះអាត្មារួចដើរទៅផ្ទះដៃទៅទីទៅឯប្រប៉ែនោះត្រូវអ្នកលេងទាំង3នាក់សែងយកទៅសម្លេះបរិភោគជាអាហារទៅអងហេតុនោះបានជាខ្ញុំបានក្អែកមេខពណ៌និយាយថាជនណាដឹងថាទុរិជនដូច្នេះជាដើមនៅលេខ53ការនោះក៏ងោកចិត្តរពណ៌សួរតទៅទៀតថាណែមេខពណ៌ឯងធ្វើដូចម្ដេចបានជាឯងនៅក្នុងកណ្ដាលសត្រូវបានយូរម្លេះធ្វើដូចម្ដេចបានជាស្និទ្ធស្នាលចិត្តដិតគ្នាម្លេះណោក្អែកមេខពណ៌និយាយតបថាទេវៈកិច្ចការជាប្រយោជន៍នាយចវាយនិងកិច្ចការធ្វើឲ្យសម្រេចប្រយោជន៍ដល់ខ្លួនគេនឹងមិនត្រូវធ្វើអ្វីឬអ្វីព្រោះថាលេខ60បពិតព្រះរាជាមនុស្សលោកទូលអុកដែលឆេះនៅលើក្បាលមិនបានឬអ្វីខ្សែទឹកស្ទឹងហូរទៅស្រោចឈើនិងរំលើងឫសឈើមិនបានឬអ្វី61អ្នកប្រាជ្ញបើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបានសូមបីសត្រូវក៏ត្រូវតែទូលលើក្បាលដោយកង្កែបត្រូវពោះចាច់សម្លាប់បានកងោកចិត្តរពណ៌សួរថាចោះរឿងនោះតើដូចម្ដេចក្អែកមេខពណ៌និយាយរឿងនោះប្រាប់ថាអញ្ចឹងចប់ឲ្យបងប្អូនណាយើងនឹងបន្តទៅរឿងពោះនិងកង្កែបនៅក្នុងកថាទី11បន្តទៀតនៅពេលក្រោយ